នៅថ្ងៃទី26ខែកុម្ភៈឆ្នាំ2026គឺជាថ្ងៃដ៏រីករាយសម្រាប់ប្រជាជនកម្ពុជានិងសាសនាចាក់នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅពេលពួកគេស្វាគមន៍ដល់មជ្ឈមណ្ឌលបេះដូងដំបូងគេបំផុតរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបអគារបរិក្ខារទំនើបគឺជាការបរិច្ចាគផ្នែកមនុស្សធម៌ដ៏ធំបំផុតរបស់សាសនាចាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នវាត្រូវបានប្រកាសនៅខែមករាឆ្នាំ2024ដោយ Elder Delgie Renland ជាថ្នាក់ដឹកនាំគោរមនៃពួកសាវក12នាក់របស់សាសនាចាក់ជាគ្រូពេទ្យវះកាត់បេះដូងនៅក្នុងពេលជំនួបដ៏សំខាន់មួយជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតតាមការរួបរวมគ្នាដោយសេចក្តីស្រឡាញ់និងបំណងប្រាថ្នាជារួមពួកយើងចង់ផ្ដល់លទ្ធភាពឲ្យប្រជាជនបានការថែទាំសុខភាពបេះដូងដ៏សំខាន់យើងឈរនៅជិតអគារដ៏អស្ចារ្យមួយដែលជាការឆ្លើយតបចំពោះការអធិដ្ឋានទាំងនោះនិងជាការសម្រេចបាននូវក្តីសង្ឃឹមនិងជំនឿរបស់យើងសូមឲ្យកន្លែងនេះក្លាយជាកន្លែងនៃការព្យាបាលបេះដូងនិងការលួងលោមដល់ព្រលឹងទាំងឡាយនេះគឺជាមជ្ឈមណ្ឌលបេះដូងដំបូងគេដែលមានទីតាំងនៅក្រៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាហើយវានឹងបម្រើជាខ្សែជីវិតដ៏សំខាន់មួយសម្រាប់ប្រជាជនដែលរស់នៅប៉ែកខាងជើងនៃប្រទេសដើម្បីទទួលបានការព្យាបាលជំងឺបេះដូងទាន់ពេលផ្ដល់ការបំពាក់បំពន់ដល់និស្សិតពេទ្យនៅក្នុងភូមិភាគហើយផ្ដល់ការធានាសារជាថ្មីចំពោះភ្ញៀវទេសចរនៅខេត្តសៀមរាបជាច្រើនដែលមានបញ្ហាបេះដូងអាចត្រូវបានជួយសង្គ្រោះភ្លាមៗដោយពុំមានការបង្អែបង្អង់ឡើយអ្នកជំងឺធ្លាប់បានធ្វើដំណើររយៈពេលប្រហែលជា5ម៉ោងមកកាន់ទីក្រុងភ្នំពេញនៅពេលដែលមានបញ្ហាបេះដូងមជ្ឈមណ្ឌលនេះត្រូវបានព្យាករណ៍ថានឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជិត8,000 នាក់ព្រមទាំងមានគម្រោងមនុស្សធម៌រាប់រយគម្រោងចាប់តាំងពីសាសនាចាក់ត្រូវបានបង្កើតឡើងនៅកម្ពុជាជាង30ឆ្នាំកន្លងមកនេះប៉ុន្តែតម្លៃនៃសមិទ្ធផលនេះធំធេងហើយរៀបរាប់មិនអស់ទេបាទជាតម្លៃនៃពេលវេលាសង្គ្រោះជីវិតមនុស្សខ្ញុំសូមថ្លែងនៅការគោរពមែនតែនដោយស្មោះអស់ពីដួងចិត្តដែលក្រុមសាសនាចាក់នៃពួកបរិស័ទថ្ងៃចុងក្រោយដែលផ្ដល់នៅជំនួយដោយមិនរំពឹងទុកនៅការត្រឡប់មកវិញនៅអ្វីទេ